បាទគ្រប់សួស្តីបងប្អូនទាំងអស់គ្នាចឹងនឹងដែរខ្ញុំមានវីដេអូមួយចង់បង្ហាញបងប្អូនអំពីចង់ណែនាំបងប្អូនអំពីរបៀបប្រើប្រាស់និងរបៀបប្រើកម្មវិធី Hyundai GTS ចឹងយើងធ្វើការបើក Hyundai GTS មួយមកចឹង Hyundai GTS យើងគឺយើងប្រើវាសម្រាប់ធ្វើអីគេចឹងអាហ្នឹងវាជាកម្មវិធីសម្រាប់មើលឯកសាររថយន្តរបស់ក្រុមហ៊ុន Hyundai ហើយអានេះជាប្រភេទ offline បានន័យថាអត់ប្រើអ៊ីនធឺណិតទេអញ្ចឹងពេលតម្រង់វាបើកចេញមកអញ្ចឹងហើយពេលដែលចូលទៅដល់ក្នុងខ្ញុំនឹងណែនាំបងប្អូនអំពីរបៀបចូលប្រើវាពេលដែលបងប្អូនបញ្ចូលហើយចង់យកចង់មើលសមាភ្លើងចង់មើលចំណុចមួយណាអញ្ចឹងខ្ញុំធ្វើវីដេអូបន្តអំពីកម្មវិធីដែលខ្ញុំមានហ្នឹងម្ដងមួយឲ្យវាចប់ដើម្បីឲ្យបងប្អូនបានមើលទៅស្វែងយល់អំពីកម្មវិធីរបស់ខ្ញុំហ្នឹងថាយកទៅប្រើមុខងារអីគេអញ្ចឹងឥឡូវយើងចូលមកដល់ផ្ទាំង interface ហើយចូលមកដល់ផ្ទាំងមួយនេះអានេះគេហៅជារបៀប Windows Clone អញ្ចឹង Windows Clone នេះវាបានផ្ទុកនៅទិន្នន័យឡានទិន្នន័យកម្មវិធី GTS Hyundai ហ្នឹងអញ្ចឹងឥឡូវយើងចូលមកដល់ហ្នឹងហើយយើងធ្វើការមកបើកកម្មវិធីមកយើងធ្វើការរងចាំបន្តិចហើយអត្ថប្រយោជន៍កម្មវិធីហ្នឹងវាទូលំទូលាយដោយសារបងប្អូនអត់ដែលបានដឹងទៅអញ្ចឹងខ្ញុំធ្វើវីដេអូណែនាំបងប្អូនម្ដងមួយកម្មវិធីឲ្យបងប្អូនបានយល់ថាកម្មវិធីហ្នឹងយើងយកវាសម្រាប់ប្រើធ្វើអីតាមពិតជាទូទៅកម្មវិធីនេះបើយើងប្រើឲ្យអស់លក្ខខណ្ឌវាគឺវាមានច្រើនប្រភេទមែនតើតែដោយសារយើងអត់ចង់ណែនាំអំពីការប្រើប្រាស់ទាំងអស់ទេយើងបដោតតែទៅលើគេហៅថាឯកសារជួសជុលអញ្ចឹងនៅលើនេះវាមានច្រើនណាតែខ្ញុំអត់រៀបរាប់ពួកហ្នឹងទេព្រោះកម្មវិធីនេះបើជាកម្មវិធីបើសិនជាយើងមានដុំ scan វាយើងអាចធ្វើការ program វាក៏បាន scan remap នេះជា option របស់វាលើហ្នឹងណាបាទហ្នឹង option វាយើងអាចមានដុំ scan វាយើងអាច scan ទៅលើឡានប្រភេទក្រុមហ៊ុន Hyundai ហ្នឹងគឺពេលដែលយើង scan ទៅគឺវាល្អមែនតើវា secret ដែលអាចឲ្យយើងធ្វើការងារចំចំណុចកំហុសភាគរយខ្ពស់អាហ្នឹងបើសិនជាយើងមានដុំ scan វាយើងប្រើឲ្យអស់ option របស់វាប៉ុន្តែថ្ងៃហ្នឹងខ្ញុំសុំខាត់អាហ្នឹងខ្ញុំអត់និយាយលើហ្នឹងទេឥឡូវចូលមកដល់ផ្ទាំងកម្មវិធីហ្នឹងហើយអញ្ចឹងយើងមើលកន្លែងមកខាងឆ្វេងខាងក្រោមនេះខ្ញុំទាញម៉ៅមកនេះដាក់ថា menu នេះអញ្ចឹងកន្លែង menu នេះគឺកន្លែងឯកសារមើលយើងចូលទៅមើលឯកសារជួសជុលបាទអញ្ចឹងចូលមកដល់ផ្ទាំងហ្នឹងហើយវាមាន4កន្លោនហ្នឹងអញ្ចឹង4កន្លោនហ្នឹងសម្រាប់ធ្វើអីខ្លះអញ្ចឹងខ្ញុំបញ្យល់មួយអញ្ចឹងកន្លែងនេះវាដាក់ shop menu ហ្នឹងវាមាន menu មាន shop នេះតែមួយទេETM នេះអញ្ចឹងខ្ញុំបញ្យល់មួយអញ្ចឹង ETM នេះសម្រាប់យើងចូលទៅមើលខ្សែភ្លើងប្រព័ន្ធខ្សែភ្លើងវាហើយ DTC ចូលទៅមើលលេខកូដវា System System នេះអានេះសម្រាប់គេ recommend រោគសញ្ញានៃរថយន្តហើយ replacement ហ្នឹងរបៀបដូរ component នេះគឺវាចង់និយាយពីគ្រឿងបង្គុំនៅលើរថយន្តហ្នឹងវាមានរូបភាពឲ្យយើងមើលបាទ repair ហ្នឹងពាក់ព័ន្ធជាមួយនឹងសាកស៊ីរថយន្តអញ្ចឹងជាក់ស្ដែងអ្វីដែលខ្ញុំចង់បញ្យល់បងប្អូនថ្ងៃហ្នឹងអញ្ចឹងខ្ញុំបញ្យល់ទៅលើអាពីរនេះសិនអញ្ចឹងខ្ញុំបញ្យល់ទៅលើអាពីរនេះខ្ញុំចូលទៅខ្ញុំធ្វើការបកប្រែបញ្យល់បងប្អូនមួយអញ្ចឹងខ្ញុំមិនដឹងថាវីដេអូហ្នឹងបានប្រវែងណាហើយក៏ខ្ញុំមិនហ៊ានធ្វើវែងទេដោយសារបើយើងធ្វើវែងយើងផុសចូលទៅក្នុង TikTok វារៀងលំបាកតិចតែបើ Facebook វាអត់អីទេចាឥឡូវយើងរើសយក shop menu មកហើយកន្លែងនេះ model អញ្ចឹងយើងរើស model មកអញ្ចឹង model វាមានច្រើន model វាមានច្រើនណា model ខ្លះយើងត្រូវប៉ាន់ជាមួយនឹងស្រុកខ្មែរយើង model ខ្លះវាមិនសូវជាត្រូវប៉ាន់ប៉ុន្តែវាមានច្រើនសម្រាប់វាចំណេញឲ្យបងប្អូនទុកមើលតែក៏វាមាន model សំខាន់ដែលខ្ញុំចង់ណែនាំនឹងដូចជា Atos អញ្ចឹង Atos សំខាន់
ai cả xa với dương giờ đài tầm ro miền ai cả xa tàu mưa tàu với tàu ấy nắng bà hay cái lấy mưa nàyประเภท Grand Santa Fe ហើយនឹងនេះចំណុចសំខាន់ដែលខ្ញុំចង់ណែនាំបងប្អូនហ្នឹងគឺ X1 អញ្ចឹងអានេះប្រភេទសេរីឡាន X1 ហ្នឹងគឺ Starrex X1 យើងចំណាំហើយហ្នឹងហើយអញ្ចឹងវាមានប្រភេទអាឆ្ដោប្រភេទអាក្លុបហ្នឹងហើយវាមានច្រើនសេរីលើហ្នឹងហើយខ្ញុំនឹង select ទៅលើ model ណាមួយដើម្បីបញ្យល់បងប្អូនអំពីកម្មវិធីហ្នឹងហើយយើងមើលមកក្រោមទៀតតើមានម៉ាកអីខ្លះបងប្អូនអាចមើលតាមនឹងបានណានេះចឹងខ្ញុំអោសមកមួយបងប្អូនមើលចានេះមានប្រភេទ Santa Fe Sonata Hurricane ចឹងអាប្រភេទទាំងអស់ហ្នឹងតាមពិតនៅខ្មែរយើងក៏មានដែរ Hurricane Santa Fe ហ្នឹងណាវាមានសាំងសុទ្ធអានេះមានតឹង hybrid ទៀតហើយសម្រាប់កម្មវិធី offline របស់ខ្ញុំនេះវាមាន support ដល់ឆ្នាំដូចជា2016ឬ2018ចាំខ្ញុំចូលមើលសិនឥឡូវខ្ញុំ select លើ Mac មួយសិនអញ្ចឹងអានេះវា support ដល់2016ចាំខ្ញុំ select មើល Mac ផ្សេងៗអញ្ចឹងវា2016តែឥឡូវខ្ញុំចង់សង្ខេបទៅលើ Mac មួយសេរីចុះឥឡូវខ្ញុំយក A1 នេះវាជាប្រភេទ Starrex សេរីចាស់ហ្នឹងហើយសេរីចាស់ភេទពួកក្លុបដែរភេទពួកដឹកតំណែងហ្នឹងហើយក្លុបដឹកតំណែងអញ្ចឹងខ្ញុំចង់កលេចទៅមើលប្រភេទឆ្នាំ08ចាស់ឥឡូវមើល08អញ្ចឹងបងប្អូនកលេចមកមើលអាពាក្យទាំងអស់នេះអញ្ចឹងយើងមើលកលេចមើលវាដាក់អក្សរ D អក្សរ G នេះ G នេះស្មើនឹង gasoline ហ្នឹងគឺឡានសាំងហើយ D ស្មើនឹង diesel ហ្នឹងមកសុទ្ធអញ្ចឹងអា TCI នេះអត្តន័យ TCI NAT ហ្នឹងវាចង់សម្គាល់ទៅលើប្រភេទឡានរបស់វាប្រភេទម៉ាស៊ីនហ្នឹងហើយប្រភេទម៉ាស៊ីនអញ្ចឹងអានេះ 4D56 TCI 4D56 អញ្ចឹង 4D56 បងប្អូនស្គាល់ហើយម៉ាស៊ីន 4D56 ឡានការ៉េប៉ុន្តែខ្ញុំចង់ឲ្យបងប្អូនមើលប្រភេទ Starrex ចំគឺ TCI A អញ្ចឹងអាកាតុយនេះបងប្អូនធ្វើម៉េចបានដឹងឡានហ្នឹង TCI A ឬ 4D56 តើបងប្អូនដាក់ scan មើលទៅវឡានស៊េរីក្រោយៗនេះសិតតែមាន scan ទាំងអស់ទេយើងក្រាស់តាមក្រាស់ក៏មាន scan ដែរចាឥឡូវខ្ញុំ select លើ TCI A មួយខ្ញុំបញ្យល់កន្លែងហ្នឹងហើយនេះអារបាពីរនេះដែលយើងអត់ទាន់រើសអញ្ចឹងបងប្អូនកលេចមើលខាងឆ្វេងដៃនេះវាមានដាក់តាំងពីឆ្នាំ2002រហូតដល់ឆ្នាំ2009អញ្ចឹងឃើញវាច្រើនណាឃើញច្រើនដល់ពេលយើងចង់មើលសមាភ្លើងឃើញវាណែនណាំពេញហ្នឹងណាអញ្ចឹងបើយើងចង់មើលតែមួយឆ្នាំដែលយើងចង់បានហ្នឹងយើងចុចលើ year នេះ year ហ្នឹងដើម្បីរើសឆ្នាំឧទាហរណ៍យើងមើល08យើង select 08មកអញ្ចឹងវានឹងខាត់ឲ្យស្អាតតិចហើយអានេះជាកន្លែងដូរភាសាតែអានេះវាមានតែភាសាមួយភាសាអង់គ្លេសអញ្ចឹងយើងមើលតែភាសាអង់គ្លេសទៅវាងាយស្រួលបើសិនជាបងប្អូនអត់ចេះមើលបងប្អូនបកប្រែទៅឥឡូវខ្ញុំរើស TCI A អញ្ចឹងកលេចទៅលើប្រព័ន្ធទាំងអស់នេះអញ្ចឹងអាហ្នឹងស្អីគេខ្លះហើយកម្មវិធីវាមើលបានអីគេខ្លះអញ្ចឹងបងប្អូនដែលឆ្ងល់ឥឡូវខ្ញុំនឹងមកបកស្រាយបងប្អូនស្ដាប់អញ្ចឹងដើម្បីកុំឲ្យវីដេអូនឹងវែងខ្ញុំសូមបកស្រាយតែពាក្យទាំងអស់ហ្នឹងហើយខ្ញុំនឹងធ្វើវីដេអូបន្តទៀតឲ្យបងប្អូនមើលអញ្ចឹងបើសិនជាបងប្អូនចាប់អារម្មណ៍បងប្អូនអាចទៅអ្នកតំណងធ្វើការបញ្ចូលបានខ្ញុំមានបញ្ចូលហើយបើបងប្អូនចូលចិត្តជួយ like ឲ្យបេះដូងមកអញ្ចឹងឥឡូវយើងចាប់ផ្ដើមអញ្ចឹងពាក្យថា general information គេចង់និយាយពីព័ត៌មានទូទៅហ្នឹងហើយអញ្ចឹងព័ត៌មានទូទៅវាមានស្អីខ្លះអញ្ចឹងខ្ញុំអត់តន់បញ្យល់អាហ្នឹងទេខ្ញុំគ្រាន់តែសង្ខេបសិនហ្នឹងហើយអញ្ចឹងព័ត៌មានទូទៅវាមានច្រើននៅក្នុងហ្នឹងហ្នឹងអញ្ចឹងវាពិពណ៌នា1 2 3 4 5អីចឹងទៅណាយើងវាពិពណ៌នាឲ្យបងប្អូនមើលនេះអញ្ចឹងខ្ញុំសុំកាត់អាហ្នឹងខ្ញុំទៅបន្តទៀតអញ្ចឹងកន្លែង engine mechanical នេះគឺវាចង់សំដៅទៅលើប្រព័ន្ធ mechanic អញ្ចឹងប្រព័ន្ធ mechanic សំដៅលើគេប្រព័ន្ធ mechanic ម៉ាស៊ីនអញ្ចឹងពាក់ព័ន្ធនឹងការរើម៉ាស៊ីនដោះដាក់ស្ពេចកវ៉ាត់ស្ពេចប៊ីស្តុងស្អីប្រមាណហ្នឹងគឺវានៅក្នុងហ្នឹងណាពីរបៀបដោះដាក់របៀបរឹតខ្សៅរឹតប្រឡុង
spec ខ្សោអីចឹងទៅបាទអញ្ចឹងវាមាននៅបណ្ដុំពាក់ព័ន្ធការរើម៉ាស៊ីនការធ្វើម៉ាស៊ីនមាននៅក្នុង engine mechanical system ហ្នឹងអញ្ចឹងអានេះgeneral automation គឺព័ត៌មានទូទៅវាអញ្ចឹងអានេះគេ spec service អញ្ចឹង spec service បងប្អូនឃើញមានគេណែនាំអីខ្លះអញ្ចឹងគេណែនាំឲ្យយើងប្រើ tool នេះ tool អីខ្លះក្នុងហ្នឹងសម្រាប់ជួសជុលម៉ាស៊ីនហ្នឹងអញ្ចឹងបងប្អូនស្រុកខ្មែរយើងពីមុនយើងដែរដឹងថាអាហ្នឹងកន្លែងនេះគេមានពីពណ៌នាប្រាប់អញ្ចឹងឯងអញ្ចឹងគឺយើងអត់សូវដឹងតែឥឡូវដោយសារតែខ្ញុំនៅរៀបរាប់មួយអញ្ចឹងវាវែងអញ្ចឹងខ្ញុំសង្ខេបសិនចាំវីដេអូបន្ទាប់យើងនិយាយតទៀតអញ្ចឹងengine mechanical ពាក់ព័ន្ធនឹងការរៀបម៉ាស៊ីនហើយ timing នេះតង់ម៉ាស៊ីន cylinder head អានេះក្បាលកន្លះ engine and train axle នេះពាក់ព័ន្ធជាមួយនឹងជើងម៉ាស៊ីន cylinder block អាហ្នឹងស៊ីឡាំង coolant system ប្រព័ន្ធស្អំទឹកស្អំម៉ាស៊ីន lubrication system អានេះប្រព័ន្ធប្រេងហើយ intake and exhaust system ហ្នឹងពាក់ព័ន្ធនឹងប្រព័ន្ធខ្យល់ហើយនិងប្រព័ន្ធស៊ីម៉ាំងហើយ troubleshooting អានេះគេណែនាំពីការកំហូចហើយនឹងចំណុចដែលយើងត្រូវពិនិត្យអញ្ចឹងចូលមកដល់ engine electronic system ក៏វាមានព័ត៌មានទូទៅវាអញ្ចឹងព័ត៌មានទូទៅវាចង់សង្កល់លើអីហ្នឹងហើយអានេះ charging system នេះប្រព័ន្ធសាក starting system ប្រព័ន្ធ D pre-heating system នេះអានេះប្រព័ន្ធកម្ដៅហើយ troubleshooting ហ្នឹងគឺកន្លែងពិព័រណ៍នេះអំពីបញ្ហាដែលយើងត្រូវត្រួតពិនិត្យហ្នឹងហើយ fuel system នេះជាប្រព័ន្ធបាញ់ប្រេងអញ្ចឹងប្រព័ន្ធបាញ់ប្រេងយើងកន្លែងមកវាមាន engine control system ហ្នឹងគឺប្រព័ន្ធគេហៅថាអគ្គិសនីម៉ាស៊ីនហ្នឹងបានតែប្រព័ន្ធបច្ឆេះដែលប្រើភ្លើងរបស់វាហើយ fuel deliver នេះពាក់ព័ន្ធនឹងការបញ្ជូនប្រេងអញ្ចឹងការបញ្ជូនប្រេង system របស់វាហើយ troubleshooting ការត្រួតពិនិត្យកំហូចហើយ clutch system នេះអានេះពាក់ព័ន្ធជាមួយនឹងបងប្អូនចូលមើលមកពាក់ព័ន្ធនឹងគេហៅប្រព័ន្ធនេះអំរិយាហ្នឹងអំរិយាវាហ្នឹងជន់ដើម្បីឲ្យយើងអាចដេរបច្ឆេះបានហ្នឹងហើយ manual transaction នេះអានេះពាក់ព័ន្ធនឹងប្រអប់លេខដៃហើយ automatic នឹង automatic នេះ automatic transaction នេះអានេះប្រព័ន្ធប្រអប់លេខអូតូ try ses and axle នេះប្រព័ន្ធកាឡេហើយ suspension ហ្នឹងប្រព័ន្ធជើងក្រោម steering ប្រព័ន្ធចង្កូត resistance ប្រព័ន្ធពងសុវត្ថិភាព brake system ប្រព័ន្ធប្រាំង body interior and exterior នេះពាក់ព័ន្ធនឹងប្រព័ន្ធអគ្គិសនីខាងក្នុងនិងខាងក្រៅអញ្ចឹងពាក្យថា interior នៅខាងក្នុងហើយ exterior នៅខាងក្រៅហើយ body electronic ពាក់ព័ន្ធនឹងអគ្គិសនីតួរថយន្ត heating ventilator នេះអានេះនិយាយរួមគឺប្រព័ន្ធម៉ាស៊ីនត្រជាក់អូខេអញ្ចឹងថ្ងៃហ្នឹងខ្ញុំធ្វើវីដេអូនិយាយតែប៉ុណ្្នឹងទេហើយចាំថ្ងៃស្អែកខ្ញុំនឹងបន្តវីដេអូរបស់យើងបន្ថែមទៀតអញ្ចឹងសង្ឃឹមថាបងប្អូននឹងចូលចិត្តហើយបើសិនជាមានចម្ងល់ឬក៏ចង់បានកម្មវិធីអាចតាក់ទងមកខ្ញុំបាទអញ្ចឹងវីដេអូនឹងមានតែប៉ុណ្្នឹងទេបាទសូមអរគុណច្រើនបងប្អូន